ហ៊ានទាំង5លើកនេះបានកែច្នៃអាវុធរបស់ពួកគេបានល្អជាងវិស្វករទៅទៀតលេខ5ការកែច្នៃដៃកាន់កាំភ្លើង AK-47 របស់អាហ្គានីស្ថានយុទ្ធជនអាហ្គានីស្ថានជារឿយៗបានដំឡើងកាំភ្លើង AK-47 ដែលចាស់ឡើងវិញដោយប្រើដងអំបោះស្កុតរុំនិងដៃកាន់កៅស៊ូដើម្បីងាយស្រួលគ្រប់គ្រងក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងយូរនៅលើភ្នំការកែច្នៃដៃកាន់ដ៏សាមញ្ញទាំងនេះបានជួយកាត់បន្ថយកម្លាំងធាក់ថយក្រោយរបស់កាំភ្លើងនិងការពារការរលាកដៃនៅក្នុងអាកាសធាតុក្តៅខ្លាំងវាជាការកែច្នៃយ៉ាងសាមញ្ញនៅសមរភូមិប៉ុន្តែវាផ្ដល់ប្រសិទ្ធភាពខ្ពស់ជាងតួឈើធម្មតារបស់កាំភ្លើងនៅក្នុងការប្រយុទ្ធជាក់ស្ដែងលេខ4 Drone FPV របស់អ៊ុយក្រែនទាហាននៅជួរមុខក្នុងប្រទេសអ៊ុយក្រែនបានកែច្នៃ Drone ប្រណាំងកំសាន្តឲ្យទៅជាអាវុធវាយប្រហារយ៉ាងមានប្រសិទ្ធភាពនិងចំគោលដៅពួកគេបានបំពាក់កាមេរ៉ា GoPro ជើងទម្ររាប់បែកនិងកាមេរ៉ាមើលផ្ទាល់ពី Drone First Person Camera សម្រាប់ការវាយប្រហារក្នុងកម្ពស់ទាបមានតម្លៃថោកលឿននិងសាហាវ Drone FPV ទាំងនេះបានបង្ហាញឲ្យឃើញថាវាមានភាពបត់បែនជាងប្រព័ន្ធ Drone ដែលផលិតចេញពីរោងចក្រជាច្រើនទៅទៀតរហូតដល់ថ្នាក់បង្ខំឲ្យក្រុមវិស្វករត្រូវចម្លងតាមការរចនារបស់ពួកគេលេខ3កាំភ្លើងខ្លី M4 របស់កងកម្លាំង SAS ក្រុមប្រតិបត្តិការ SAS របស់ចក្រភពអង់គ្លេសបានកែច្នៃកាំភ្លើង M4 ទៅជាកាំភ្លើងខ្លីបំផុតសម្រាប់ប្រើប្រាស់ក្នុងលំហតូចចង្អៀតពួកគេបានកាត់កណ្ដុងកាំភ្លើងឲ្យខ្លីកែសម្រួលប្រព័ន្ធ gas និងដំឡើងឧបករណ៍ឆ្លុះមើលគោលដៅខ្នាតតូចលទ្ធផលគឺទទួលបានតុល្យភាពដ៏ល្អឥតខ្ចោះរវាងកម្លាំងបាញ់និងភាពរហ័សរហួនក្នុងការវាយឆ្មក់នៅទីតាំងជិតៗក្រោយមកក្រុមហ៊ុនផលិតនានាបានយកទំហំដដែលនេះទៅប្រើប្រាស់សម្រាប់ផលិតជាផ្លូវការនៅកាំភ្លើងប្រភេទ CQBR Platform លេខ2ការកែច្នៃបំពង់ខ្ទប់សំឡេងរបស់កង Marine អំឡុងពេលដាក់ពង្រាយកងទ័ពដំបូងកង Marine អាមេរិកបានចាប់ផ្ដើមបំពាក់បំពង់ខ្ទប់សំឡេងទៅលើកាំភ្លើងគ្រប់ដើមមិនមែនតែលើកាំភ្លើងអ្នកស៊ីប Sniper នោះទេក្រុមទាហានបានបង្កើតជើងទម្រដោយខ្លួនឯងកែសម្រួលរន្ធហ្គាសនិងចែករំលែកប្លង់រចនាតាមរយៈអ៊ីមែលនៅសមរភូមិការកែច្នៃទាំងនេះបានជួយកាត់បន្ថយសំឡេងនិងពន្លឺចុងកាណុងដែលធ្វើឲ្យកងទ័ពសម្រេចចិត្តចែករំលែកឧបករណ៍ខ្ទប់សំឡេងនេះប្រើប្រាស់ទូទាំងអង្គភាពតែម្ដងលេខ1ការកែច្នៃរថយន្ត Pick-up Technical នៅស៊េរីជនស៊េរីបានបំផ្លាញរថយន្ត Pick-up ធម្មតាឲ្យទៅជាឡានផ្ទុកកាំភ្លើងចល័តពួកគេបានផ្សារភ្ជាប់បន្ទះដែកដំឡើងកាំភ្លើងធន់ធ្ងន់ប្រភេទ DHK និងពង្រឹងប្រព័ន្ធបូមក្រវ៉ាត់រថយន្តដោយប្រើបំណែកដែកអេតចាយទោះបីជាមើលទៅហាក់ដូចជាក្រោតក្រៀតប៉ុន្តែឡានដឹកទំនិញទាំងនេះផ្ដល់នូវការគ្រប់គ្រងការបាញ់កាំភ្លើងក្នុងតម្លៃថោកនិងមានភាពចល័តខ្ពស់ដែលជាការរចនាមួយដែលឥឡូវនេះត្រូវបានសិក្សាដោយកងទ័ពសម្រាប់សង្គ្រាមកម្រិតទាបបើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តវីដេអូខ្ញុំកុំភ្លេចចុច like follow ម្នាក់មួយផងជួបគ្នានៅវីដេអូបន្ទាប់ទៀត